ជំរាបសួរលោកគ្រូនិងសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមក demo បង្ហាញអំពី topic របស់ team ខ្ញុំដោយធ្វើទៅលើ Freight Order System ហើយក្នុងជំនាញ S8 System Analyze ផងដែរហើយ member របស់យើងមានដូចជាព្រាបសុភាវណ្ណស័កចេងលីហេងជ័យកម្រិតរឿនជីវ័យហឿនឆៃលៀងហូកាមេរ៉ាហឿងជាហេតុឥឡូវtechnology របស់យើងគឺយើងប្រើ back end ទៅលើ ASP.NET ហើយពោល front end យើងប្រើ React ខ្ញុំសូមបង្ហាញទៅលើ back end របស់យើងដោយ back end របស់យើងមាន command ដែល command យើងប្រើគ្រប់គ្រងសម្រាប់create ហើយ delete ហើយនឹង update ហើយយើងមាន controller យើងមាន data ហើយយើងមាន DKO ហើយយើងមាន interface ផងដែរហើយនៅក្នុងហ្នឹងគឺយើងមាន model មាន switch ហើយនឹងពីចុងក្រោយគឺ program ហើយចំពោះ front end យើងគឺយើងប្រើតែលើ React គឺយើងមាន role ដូចជា admin customer ហើយនឹង staff នេះគឺជា staff ហើយយើងបានធ្វើតាក់ទងជាមួយនឹង UD ផងដែរដែលយើងដាក់លក្ខខណ្ឌទៅលើ2 role គឺ role admin ហើយនិង role staff ឥឡូវគឺយើងធ្វើការចូលមកកាន់project demo យើងមកខ្ញុំសូម run back end មួយសិនឥឡូវតទៅពេល run រួចហើយយើងចូលមកកាន់ front យើងវិញយើងធ្វើការបើកនៅ front មកដែលក្នុងនោះយើងបានដាក់លក្ខខណ្ឌស្ទាក់ទៅលើបើសិនជាគេចូលទៅកាន់ admin ដោយ URL គឺវាអាចចូលបានទេដោយសារតែវាអត់មាន token ដែលយើងបាន store ទុកនៅក្នុង local ទៅ page staff ក៏អាចចូលបានដែរចូលកាន់ admin ដោយក្នុងនោះយើងមាន user admin រួចមកហើយដែលយើងបានបង្កើតទុកគឺ username គឺ for admin ហើយ password យើងធ្វើការ sign in មកបាទឥឡូវគឺយើងធ្វើការចូលមកកាន់ system យើងបានហើយហើយនៅក្នុងហ្នឹងគឺយើងមាន page ដូចជា dashboard product discount category history table manage ហើយ user manage ដោយក្នុងហ្នឹងគឺយើងធ្វើការ test ទៅលើ staff សិនដើម្បីថាយើងអាច login បានឬអត់អានេះខ្ញុំមាន staff មួយដែលមានឈ្មោះថា user ហើយហ្នឹងគឺខ្ញុំបង្កើត test ឥឡូវខ្ញុំបង្កើតថ្មីមួយទៀតដើម្បីឲ្យ demo អ្នកនរគ្នាមើលគឺដាក់ឈ្មោះលោក Findel ថែមកតុយ icon តិចមកហើយ username យើងដាក់មក staff ហើយនេះ email យើងធ្វើការដាក់ email មកហើយ password ក៏យើងដាក់រៀង security ហើយយើងបានកំណត់វាដាក់រៀង high តិចបានវាឲ្យយើងដាក់ហើយក្នុងហ្នឹងគឺយើងមាន role ផងដែរគឺយើងអាច set គាត់ជា admin ឬក៏ staff តែឥឡូវយើង test ទៅលើ staff យើងបង្កើត staff មកឬគឺយើងឃើញថាយើងចូលបានហើយឥឡូវយើងចូលមកកាន់ជ្រុំមួយទៀតមកដើម្បីធ្វើការ login ទៅកាន់ staff របស់យើងអញ្ចឹងដល់មិញយើងដាក់ឈ្មោះថា ls staff ហើយ password កាប់ហាក់មកហើយយើង sign in ឥឡូវគឺឃើញថាយើងចូលបានមកកាន់ page staff ហើយដោយវាបានបង្កើត token មួយដោយក្នុង page staff យើងហ្នឹងយើងមានorder មាន create order មាន product ហើយ history យើងធ្វើការ test ឥឡូវយើងនិយាយអំពី application ហើយឥឡូវយើងចូលមកកាន់ page admin ដើម្បីនិយាយពី function និង feature យើងទាំងអស់គ្នាអញ្ចឹងឥឡូវយើងចូលមកកាន់ page dashboard មកដោយ page dashboard របស់យើងគឺយើងបង្ហាញទៅលើreview 7 ថ្ងៃអញ្ចឹងលុយដែលរកបានក្នុងចំនួន7ថ្ងៃហើយនឹង total order ហើយយើងអាចមើលទៅលើ7ថ្ងៃហើយនឹង14ថ្ងៃហើយក្នុងនោះយើងមាន chart ផងដែរគឺវាបង្ហាញអំពីថ្ងៃដែលយើងលក់បានប៉ុន្មានហើយក្នុងនោះគឺវាមាន top product ផងដែរឥឡូវគឺយើងចូលមកកាន់ page product មកក្នុង page product ហ្នឹងគឺយើងមាន show ទៅលើ show all product drink food ហើយនឹង
ai cà phê hàng hot cà phê đó anh nó cứ chưa category hay dương ai bạc cát ban hôm nay hay dương ai search ban hôm nay tránh là nó này search mùi máu thì cứ về là trình chỉ bà lớn cứ dương hàng trả lời ca bạc cát product đây dương thời ca add chim năng máu hay tổng máy đã chung mua hay cái này chưa categoryยังដាក់ចូលទៅកាន់ food ហើយยังដាក់តម្លៃហើយยังជ្រើសរើសយករូបមកអានេះគឺ description យើងដាក់ក៏បានអត់កំណត់ដែរកន្លែងហ្នឹងតែខ្ញុំសូមដាក់មួយសិនដើម្បីឲ្យចេះ create បាទឥឡូវគឺយើងឃើញថាវា add ហើយគឺវាចេញនៅខាងក្រោមនេះហើយនឹងចូលមកកាន់ category food មកគឺយើងនឹងឃើញមាន product ថ្មីចូលហើយគឺបាយហ្នឹងឥឡូវចប់នៅ page product ហើយយើងចូលមកកាន់ page discount នៅក្នុង page discount ហ្នឹងយើងអាច add ទៅលើ discount សម្រាប់ product មួយហើយនឹងចំនួនថ្ងៃដែលយើងដាក់ឲ្យ discount អញ្ចឹងនេះខ្ញុំមាន3ស្រាប់ហើយដែលខ្ញុំបានបង្កើតគឺខ្ញុំ discount ចំនួន 15% ទៅលើ ice latte ចាប់ពីថ្ងៃទី8ដល់ថ្ងៃទី15ហើយយើងអាចបង្កើតទុកមុនក៏បានដែរ product ដែលយើងបង្កើតត្រៀមហើយអានេះគឺជា product ដែលយើងបង្កើតត្រៀមគឺវានឹងចេញ load upcoming ដោយវាតទៅដល់ថ្ងៃទី10បានវានឹង upload product នឹងចូល upload product ចូលហើយនឹងតម្លៃ discount ចូលបើសិនជាអត់ដល់ថ្ងៃទេគឺវានឹង show product ធម្មតាអញ្ចឹងនៅក្នុងហ្នឹងគឺយើងធ្វើការ test add ទាំងអស់គ្នាគឺយើងចុច create មកហើយអានេះគឺជាចំនួនគឺជា product យើងនេះ choose your product ណាដែលយើងចង់ discount អានេះគឺជាបាយដែលខ្ញុំបង្កើតថ្មីអញ្ចឹងខ្ញុំសូម discount 60% គឺដក$1ដក 0.60% ចេញដល់40% ហើយនេះគឺជាចំនួនថ្ងៃដែលត្រូវបង្ហាញអញ្ចឹងសូមដកឲ្យរៀងទួយតិចទុកប៉ុណ្ណឹងចុះចាប់ពីថ្ងៃទី9ដល់ថ្ងៃទី16អញ្ចឹងយើងចុច create មកបន្ទាប់ពីយើងចុច create ហើយគឺយើងនឹងបង្ហាញឃើញហើយគឺវាមាន achieve now មានន័យថាវា discount ចាប់ពីថ្ងៃហ្នឹងទៅអញ្ចឹងក្នុង page ហ្នឹងគឺចប់ហើយយើងចូលមកកាន់ page category ក្នុង page category គឺយើងបានឃើញមិញហើយគឺវាមាន drink មាន food ហើយ ice latte ក្នុងហ្នឹងគឺយើងអាច delete ហើយយើងអាចកែបានផងដែរដូចយើងដូរអានេះគឺយើង delete ហើយគឺយើងអាច add ថ្មី tab បានផងដែរឥឡូវយើងធ្វើការ add មួយថ្មីមកគឺ add តកតងទៅនឹងស្ងាត់ចឹងមកបាទឥឡូវគឺយើងឃើញចូលថ្មីហើយគឺវាបង្ហាញថាសូម product ដោយសារតែយើងអត់ទាន់បាន add product ចូលទៅកាន់ category មួយហ្នឹងទេអញ្ចឹងpage category ក៏មានប៉ុណ្្នឹងដែរយើងចូលមកកាន់ page history page history គឺវានឹងបង្ហាញចំនួនដែលអតិថិជនទិញអតិថិជនដែល order មកគឺវានឹងបង្ហាញនៅកន្លែងហ្នឹងគឺយើងអាចមើលទៅលើ today ហើយនឹង7ថ្ងៃខាងមុខផងដែរហើយយើងអាច search តាមរយៈ ID ហើយនឹង table របស់តុកដែលគេបាន order ហ្នឹងផងដែរហើយ page order ក៏មាន page order history ក៏មានប៉ុណ្្នឹងដែរហើយយើងចូលមកកាន់ page table អស់គ្នាក្នុង page table ហ្នឹងគឺយើងអាចបង្កើតទៅលើ table ថ្មីបានហើយអានេះ table ដែលខ្ញុំបានបង្កើតទុកអញ្ចឹងខ្ញុំធ្វើការ add table មួយទៀតដើម្បីបង្ហាញអញ្ចឹងដាក់ AP ចុះហើយគឺវានឹងឃើញ QR មួយយើងអាច print យកទៅបិទតាមតុបានហើយអានេះគឺជា URL ដែល QR មួយហ្នឹងអញ្ចឹងយើងថាធ្វើការយក QR ហ្នឹងទៅតេស្តនៅ browser មួយផ្សេងទៀតធ្វើការប៉ះមកថាគឺវាចូលហើយវាចាប់យកតុលេខ2ហ្នឹងអញ្ចឹងឥឡូវយើងអត់ត demo បង្ហាញអំពីការទិញទេយើងបញ្យល់នៃ page មួយសិនឥឡូវ page ហ្នឹងក៏វាមានតែប៉ុណ្្នឹងដែរគឺយើងអាច generate តុឈ្មោះតាមយើងចង់បានហើយយើងអាច print បានដូចគ្នាហើយក៏អាច delete នៃតុមួយនឹងបានផងដែរឥឡូវយើងចូលមកកាន់ page user ដែល page user ហ្នឹងគឺវាបង្ហាញទៅលើ user ដែលបានដែលយើងបានបង្កើតដូចជា staff ហើយនឹង admin ថ្មីផងដែរអញ្ចឹងអានេះគឺជា admin default របស់យើងហើយអានេះគឺជា staff ដែលយើងបានបង្កើតចឹងមួយពីរណាហើយខ្ញុំក៏បានបង្កើតបង្ហាញផងដែរដោយនៃដើមវីដេអូហើយក្នុងហ្នឹងក៏យើងអាច edit បានផងដែរគឺយើងអាច edit ឈ្មោះ edit username ហើយ email តែយើងអាច change តែយើងក្នុងនេះគឺយើងបានដាក់ arrow ទេគឺយើងដាក់នៅក្នុងនេះក្នុងហ្នឹងគឺហើយក្នុងហ្នឹងគឺវាអាច arrow បានទេ
role គឺ add ពីដំបូងមិនគឺចឹងហើយហើយឥឡូវនេះគឺថា change password របស់ staff មួយហ្នឹងគឺយើង change ទៅគឺវានឹងដូរ password ថ្មីហើយគឺយើងអាច delete staff នឹងបានផងដែរអញ្ចឹង page dashboard staff ទី dashboard admin ក៏មានតែប៉ុណ្ណឹងអញ្ចឹងយើងទៅបង្ហាញនៅ page នៅ dashboard របស់ staff ម្ដង dashboard របស់ staff គឺមាន page order គឺជា live dashboard ដែលយើងប្រើ real time ប្រើហុកផងដែរអញ្ចឹងក្នុងហ្នឹងគឺយើងបង្ហាញទៅលើ total order ចំនួន pending ដែលគេកំពុងorder មកហើយនឹងចំនួន kitchen ដែលកំពុងធ្វើហើយអានេះគឺជាលុយដែលរកបានចាំថ្ងៃហ្នឹងហើយអានេះក៏អាច create order ដើម្បីបានផងដែរដើម្បីយើងបង្ការទុកពេលនៅពេលដែល user ខ្លះគាត់អត់បានទៅ scan នឹងតុកទេក៏គាត់មក order នៅកន្លែងstaff នឹងធ្វើអញ្ចឹងគឺយើងគ្រាន់តែ staff គាត់គ្រាន់តែចុចអាកន្លែង order ហ្នឹងមកគឺវា load មកក្នុង page នេះហើយក្នុង page ហ្នឹងអានេះគឺជា sort out គឺ product ដែលយើងបានបិទនៅ page admin page admin គឺមានដូចគ្នាគឺ product នេះគឺយើងបានបិទអាហ្នឹងទៅគឺវានឹងដូចជា product ហ្នឹងយើងលក់អស់ចឹងឬក៏ខ្វះគ្រឿងខ្វះអីយើងអាចបិទវាបានសិនពេលដែលយើងយកគ្រឿងមកគ្រប់យើងអាចបើកវាវិញបានអញ្ចឹងឥឡូវយើងបើកមកហើយយើងបិទទឹកបញ្ជូរនេះមួយហើយយើងចូលមកកាន់ page staff មកវាយើងនឹងឃើញហើយសារតែវាអត់នេះចូលមកកាន់ page ហ្នឹងគឺយើងឃើញថាវាបាត់ហើយក្នុងហ្នឹងគឺវាមាន category មកបង្ហាញដូចគ្នាគឺ drink food ice cafe hot cafe ហើយនឹងដែលយើងបានបង្កើតមុនហ្នឹងហើយក៏យើងអាចរើសតុកដែលគាត់បានចង់អង្គុយផងដែរឧទាហរណ៍គាត់មក order ផ្ទាល់ហើយក៏ប្រាប់ថាគាត់អង្គុយតុកទីម៉ានយើងរើសតុកហ្នឹងមកដល់មកយើងធ្វើការ order ឲ្យគាត់គឺនឹងធ្វើការ order ប្រដាប់ដែលមាន discount នឹងមួយខាងនឹងប្រដាប់ដែល discount នេះមួយទៀតហាងនេះមួយទៀតហើយយើងធ្វើការគិតលុយហើយក្នុងនោះយើងមានទទួល ticket ហើយនឹង QR ហើយយើងទៅ QR ហើយយើងចុច plus មកគឺវានឹង alert ប្រាប់ថា add success ហើយយើងចូលមកកាន់ page order មកគឺយើងឃើញថាគឺមាន receipt ថ្មីមកឲ្យយើងតោះមកយើងធ្វើការ accept មកពេលបន្ទាប់ពី accept គឺវានឹងកំពុងចម្រើនដែលយើងបានកំពុងចម្រើនហើយបន្ទាប់ពី in kitchen ហើយយើងទៅ fishing មកមានន័យថាយើងយក product ហ្នឹងយក item អស់ហ្នឹងយកឲ្យអតិថិជនហើយអញ្ចឹងកន្លែងហ្នឹងមានតែប៉ុណ្្នឹងទេហើយយើងចូលមកកាន់ page product ដែលក្នុង page product ហ្នឹងគឺយើងអាចមានសិទ្ធិបិទ product ដូចគ្នាដូច admin ផងដែរហើយក្នុងហ្នឹងគឺ show category ដូចគ្នាហើយយើងអាច add item ថ្មីផងដែរនេះគេថា add item ហើយក្នុងហ្នឹងវាក្នុង staff ហ្នឹងវាមាន history ដូចគ្នាដូចនៅក្នុង admin ផងដែរដោយបង្ហាញការលក់ប្រចាំថ្ងៃហើយចាំអាទិត្យប្រចាំខែឥឡូវ page staff គឺមានប៉ុណ្្នឹងឯងឥឡូវយើងមកបង្ហាញអំពីការធ្វើ order របស់អតិថិជននៅពេលដែលគាត់ scan QR ហើយបន្ទាប់ពីគាត់ scan QR ហើយគឺគាត់នឹង load មកកាន់ page មួយនេះដែលជាពីលេខតុករបស់គាត់ដែលបាន scan មកហ្នឹងហើយនៅក្នុងហ្នឹងគឺយើងបង្ហាញទៅលើមាន discount មាន upcoming កន្លែង upcoming ហ្នឹងមានថា discount នៅថ្ងៃខាងមុខប៉ុន្តែវាអត់តន់មាន discount ទេអញ្ចឹង product ហ្នឹងវានៅចេញដដែលតែគ្រាន់តែអត់មាន discount ហើយ product មួយនេះគឺមាន discount ហើយគឺវានឹង show បែបហ្នឹងហើយក្នុងហ្នឹងគឺយើងមាន category drink food មានប៉ុណ្ណឹងហើយអានេះ snack នេះគឺវាអត់មានproduct អញ្ចឹងវាអត់ចេញមកទេអញ្ចឹងវាមានប៉ុណ្ណឹងហើយធ្វើការ order មកធ្វើការ order តែមួយហើយចុចកន្លែងនេះហើយយើងធ្វើការ pay អានេះគឺជា QR ដែលយើងបាន configure ជាមួយ QR រួចហើយយើងអាច scan ទៅវាដើរប៉ុន្តែអានេះដោយសារតែខ្ញុំអត់បានconfig token new វាចាត់ token ថ្មីរបស់វាពីបាគងអញ្ចឹងវាអាច scan ទៅវាដំណើរការទៅតើខ្ញុំ config ហើយ
ចឹងកន្លែងហ្នឹងគឺយើងមានត្រឹមហ្នឹងបន្ទាប់ពីគាត់ scan ហើយគឺវានឹង load មក page staff ឲ្យ staff បានឃើញនៅក្នុង pending កន្លែងនេះចឹងអាហ្នឹងខ្ញុំមានកន្លែង test ផងដែរគឺ page មួយនេះនៅពេលដែលយើងនៅថ្ងៃខាងមុខបើសិនជាយើង public គឺយើងនឹង hide page ហ្នឹងចោលកុំឲ្យគេឃើញគឺគេមានតែ page មួយនេះទេបើការនៅពេលដែលគេ order ហើយគេ scan ទៅហើយគឺគេអាច block យើងបានទេដូចជាចង់ធ្វើបាបយើងអញ្ចឹងគេថត QR code យើងទៅ order ពីផ្ទះប៉ុន្តែគេត្រូវកាត់លុយអញ្ចឹងគេអាចធ្វើបាបយើងបានទេគឺគេហ៊ានតែ order គឺគេត្រូវកាត់លុយចឹងខាងស្ទាក់យើងមួយនេះតែខែយើងថាធ្វើការ add product មួយទៀតមកហើយយើងធ្វើការ custom តមកគឺវានឹងលើប្រាប់យើងហើយថាយើង add to success អញ្ចឹងយើងទៅមើល page staff មកគឺយើងឃើញថាមាន product ថ្មីចូលដោយ product មួយ Mariel បាយនេះ Mariel ដោយវាសូតម្លៃដើមប៉ុន្តែអាតម្លៃនេះគឺវាចាប់យកតម្លៃដែល discount អញ្ចឹងមិន discount ទៅលើបាយនេះនៅសល់តែ 0.01 ទេអញ្ចឹងទាំងអស់ product គឺ1 បូក 0.01 អញ្ចឹងគឺវាស្មើនឹង 1.01 តមកនៅពេលដែល alert មកដល់ page ហ្នឹង staff គាត់នឹងឃើញហើយអញ្ចឹងបន្ទាប់មកគាត់នឹងចុច accept ដល់ពេល accept ហ្នឹងគាត់load ទៅកាន់ kitchen គាត់កំពុងធ្វើបន្ទាប់ពីគាត់ធ្វើហើយគាត់អាចចុច fishing ហើយគាត់លើក product ហ្នឹងទៅឲ្យភ្ញៀវអញ្ចឹងកន្លែងនេះគឺយើងអាច print receipt បានផងដែរហើយមកកាន់ page customer គឺយើងអាច search product បានផងដែរហើយយើងសូទាំងអស់ហើយនៅការតេស្តច្រើនចង់ដឹងថាវាដើរមិនបាទឥឡូវយើងធ្វើការចុចសិនមកហើយចូលមកកាន់ staff គឺយើងឃើញ product ច្រើនទេអញ្ចឹងគាត់គឺដំណើរការវាប៉ុណ្្នឹងឯងអាចមានសិទ្ធិបិទ product នឹងបានអានេះវាជា history ហើយចូលមកកាន់ admin មកយើង check មើលថាតម្លៃវា update អត់អញ្ចឹងគឺ 51.41 អញ្ចឹងយើងចូលមកកាន់ page admin ចូលមកកាន់ dashboard គឺ 51.41 ហើយអានេះគឺជា chart ដែលលក់ប្រចាំថ្ងៃហ្នឹងអានេះជា top product ដែលយើងលក់បានច្រើនជាងគេជាចុងក្រោយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរខ្ញុំសូមបញ្ចប់វីដេអូតែត្រឹមហ្នឹងសូមអរគុណ